មានរឿងមួយថាមានបរិសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាលគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏ស្រឡាញ់ចង់បានវាគិតថាយើងធ្វើដូចម្ដេចនឹងបានណាចៅម្នាក់ឆ្លើយថាងីទេឯងគិតទៅរកខ្ចីរទេសគោមកបប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកំប្រាប់ថារទេសចូលឯងប្រាប់ថាចន្ទោលថានឹមទៅវិញទើបកំឡោះម្នាក់ទៅខ្ចីរទេសគេមកបឲ្យជួបនឹងបុរសបណ្ដាលប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាណែអ្នកអញ្ជើញមកអាយឈប់និយាយគ្នាលេងបន្តិចសិនបុរសការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេសមកដល់វាធ្វើជាសួរថានេះហៅអីអ្នកបុរសប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេសមែនឬអ្នកបុរសនោះថាមែនបើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេបុរសនោះសួរថាអ្នកឯងមានទ្រព្យអីភ្នាល់នឹងយើងកំឡោះនោះថាបើខ្ញុំចាំងខ្ញុំនៅជាខ្ញុំអ្នកបើខ្ញុំឈ្នះសុំតែប្រពន្ធអ្នកបុរសនោះគិតថាប្រកាសជាគេហៅរទេសមាននឹងខ្លាចអីក៏ព្រមភ្នាល់នឹងគេទៅទើបកំឡោះដែលឈរសួរទៅអ្នកបរទេសចង្អុលទៅសួរទៅចន្ទោលកំឡោះអ្នកបរទេសប្រាប់ថានេះគេហៅចន្ទោលចង្អុលសួរទៅនឹមថានេះគេហៅនឹមនេះគេហៅទូកនេះគេហៅត្រាយនេះគេហៅព្រែកនេះគេហៅកង់នេះគេហៅខ្នងកង់នេះគេហៅត្រប៉ងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបុរសជាប្តីថាឥឡូវគេមិនហៅរទេសទេបើដូច្នោះតើញ៉ែឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេចបុរសជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបុរសនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរនាក់នោះវាសោកចៅក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបុរសនោះខឹងណាស់ត្បិតគេយកប្រពន្ធទៅបានដែលផងយំផងដែលបន្តិចទៅប្រដេះសុភាទន្សាយសួរថាថ្វីបានជាយំបងនោះប្រាប់តាមដំណើរសពគ្រប់សុភាទន្សាយថាបើដូច្នោះបងឯងកំភៃរកតែជែកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបុរសនោះអរណាស់ខំតែរកជែកមកឲ្យសុភាទន្សាយស៊ីជែករួចហើយដើរទៅជាមួយបុរសនោះតែដើរសួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដូចម្ដេចខ្លះចៅក្រមឆ្លើយប្រាប់ថាតាមដំណើរសពគ្រប់សុភាទន្សាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នោះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទន្សាយសួរកំឡោះដែលយកប្រពន្ធគេមកនោះថាញាក់ទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អីបុរសនោះឆ្លើយថាដាក់ប្រពន្ធសុភាទន្សាយសួរទៅកំឡោះនោះថាត្រង់ណាហៅប្រពន្ធបើញាក់រកឃើញយកទៅចុះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទេបុរសនោះចាប់ត្រង់ដៃសុភាទន្សាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទន្សាយថានេះគេហៅជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនដែរហើយប្រាប់ថារួមទាំងអស់គ្នាទៅគេហៅប្រពន្ធឯរទេសក៏ដូចគ្នាគឺគេហៅចន្ទោលនឹមទូកត្រាយព្រែកធ្នងត្រប៉ងរួមទាំងអស់នេះទៅហៅថារទេសបើដូច្នោះឯងយកប្រពន្ធគេមិនបានទេឲ្យមកគេវិញសុភាទន្សាយឲ្យកំឡោះនោះយកប្រពន្ធមកវិញសុភាទន្សាយស្ដីឲ្យលោកចៅក្រមថាបងកាត់សេចក្តីនេះស៊ីតាំងសំនួកគេគ្មានត្រង់តាមព្រះច្បាប់សោះបុរសនោះប្រះប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទន្សាយថាលោកបងកាត់សេចក្តីនេះពេញហៅត្រង់ហើយឲ្យលោកបានសម្បត្តិសួគ៌និព្វាន